គ្រាន់តែធ្វើការបញ្ចូលឈ្មោះនៅជួរឈរផ្នែកខាងស្ដាំហើយធ្វើការ Enter នោះជួរឈរផ្នែកខាងឆ្វេងវានឹងបង្កើតលេខរៀងអូតូឲ្យយើងដោយស្វ័យប្រវត្តិដូចនេះខ្ញុំនឹងបង្ហាញវិធីធ្វើជូនអ្នកទាំងអស់គ្នាដើម្បីយើងអាចធ្វើវិធីនេះបានយើងត្រូវប្រើរូបមន្ត sequence នេះបន្ទាប់មកយើងប្រើ count A នៅក្នុងនឹងមួយតង់ទៀតកន្លែងនេះ value 1យើងត្រូវ select cell ដែលយើងត្រូវកំណត់អញ្ចឹងខ្ញុំ select ពីកន្លែងនេះមកដល់ផ្នែកខាងក្រោមបន្ទាប់មកយើងធ្វើការបិទវងកញ្ចក់ចំពោះវងកញ្ចក់យើងត្រូវការបិទពីរតង់ដល់គ្នាដោយពណ៌ដែលវាបង្ហាញអញ្ចឹងពណ៌ក្រហមគឺវាមានគូពណ៌ក្រហមផ្នែកខាងក្នុងចំណែកវងកញ្ចក់ខាងក្រៅពណ៌ខ្មៅនេះវាមានគូវាផ្នែកខាងក្រៅមួយតង់ទៀតអញ្ចឹងតោះគ្នាអាចមើលតាមនឹងចិត្តដែងបានណាបន្តមកយើងធ្វើការ enter នៅពេលដែលចេញបែបនេះមិនមែនមានន័យថាខុសទេដោយសារតែ cell ឬក៏ column នៅផ្នែកខាងស្ដាំរបស់យើងវាអត់ទាន់មានតន្ន័យទើបផ្នែកខាងឆ្វេងវាអត់ទាន់បង្កើតលេខអូតូឲ្យយើងអញ្ចឹងអ្នកនរគ្នាធ្វើការបញ្ចូលឈ្មោះណាមួយមកនេះអ្នកគ្នាឃើញទេតែប៉ុណ្្នឹងមកគឺវានឹងបង្កើតលេខអូតូឲ្យយើងដោយស្វ័យប្រវត្តិអីអរគុណ